ចាសសួស្តីបងប្អូនថ្ងៃហ្នឹងខ្ញុំមកអាំងប្រហុកកសាំងបងប្អូនហើយការអាំងប្រហុកកសាំងរបស់ខ្ញុំគឺងាយទេបងប្អូនជាដំបូងយើងរៀបចំគ្រឿងបងប្អូនយើងរៀបចំគ្រឿងឲ្យហើយទៅខ្ញុំហាន់គល់ក្រីប្រហែលជា4-5គល់ហើយនឹងស្លឹកក្រូចម្ទេសហើយនឹងខ្ទឹមសផងដែរបងប្អូនហើយយើងដាក់មកល្មមទៅនិយាយរួមទៅយើងដាក់តាមចំណង់ចំណូលចិត្តទៅណាបងប្អូនហើយទៅលើប្រហុកខ្ញុំប្រើមួយខាំទៅលើប្រហុកបងប្អូនចង់ប្រើប្រហុកឆ្អឹងក៏បានប្រហុកសាច់ក៏បានតែសំខាន់ឲ្យយើងច្រាំវាឲ្យម៉ត់ទៅណាហើយសម្រាប់ខ្ញុំប្រើប្រហុកសាច់បងប្អូនប្រហុកសាច់ហើយខ្ញុំច្រាំគ្រឿងផ្សំនឹងឲ្យសព្វចូលគ្នាដូចជាម្ទេសស្លឹកក្រូចគល់ក្រីអីហ្នឹងបន្ទាប់មកខ្ញុំដាក់កសាំងបងប្អូនកសាំងហើយខ្ញុំប្រើ6ផ្លែបងប្អូនហើយទៅលើគ្រឿងផ្សំទាំងអស់ហ្នឹងខ្ញុំម្លែកជាពាក់កណ្ដាលខ្ញុំដាក់អាំងមួយផ្សិតពាក់កណ្ដាលទៀតខ្ញុំយកទៅអាំងមួយសាច់ជ្រូកហើយយើងដាក់អាំងនៅលើជ្រុញអញ្ចឹងបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ស្ករត្នោតកន្លះស្លាបព្រាបងប្អូនស្ករត្នោតហ្នឹងហើយនឹងប៊ីចេងកន្លះស្លាបព្រាហើយនឹងម្សៅស៊ុបដាក់កន្លះស្លាបព្រាដែរបងប្អូនគ្រឿងផ្សំទាំងអស់ហ្នឹងយើងច្រាំវាឲ្យសព្វចូលគ្នាទៅហើយខ្ញុំបែកវាជា2បងប្អូនដោយសារតែជ្រុញខ្ញុំវារៀងទូចដែរហើយខ្ញុំបែកវាជា2មួយទៀតដាក់អាំងជាមួយផ្សិតមួយទៀតខ្ញុំដាក់អាំងជ្រុញបងប្អូនហើយយើងម្លែកវាពាក់កណ្ដាលទៅហើយខ្ញុំអត់មានថែមគ្រឿងផ្សំអីទៀតទេដោយសារតែប្រហុករបស់យើងវាប្រៃស្រាប់អញ្ចឹងហើយយើងដាក់តសាច់ជ្រូករបស់យើងចូលមកបងប្អូនសាច់ជ្រូកហ្នឹងខ្ញុំដាក់ប្រហែលជា2ខាំមកសាច់ជ្រូកហ្នឹងបងប្អូនហើយយើងច្រាំសាច់ជ្រូកហ្នឹងឲ្យសព្វចូលគ្នាហើយចាំយើងប៉ាតវាឲ្យរៀងស្ដើងកុំក្រាស់បងប្អូនពេលយើងប៉ាតវាស្ដើងហើយយើងយកទៅដាក់អាំងធ្វើឲ្យប្រហុករបស់យើងនឹងឆ្អិនហើយនឹងក្រៀមបានល្អបងប្អូនហើយពេលវាក្រៀមគឺមានរសជាតិឈ្ងុយមែនតើនិយាយរួមឈ្ងុយដល់ផ្ទះ2ផ្ទះ3បងប្អូនហើយពេលយើងឆ្អិនហើយយើងអាចហូបជាមួយបន្លែស្រស់បងប្អូនតែបើសម្រាប់ប្រហុកអាំងនេះអ្វីដែលខ្ញុំចូលចិត្តជាងគេបងប្អូនគឺយើងហូបជាមួយបន្លែតកួនណាបន្លែតកួនខ្ចីគឺចាប់ជាតិគ្នាមែនតើថ្ងៃហ្នឹងខ្ញុំអាំងមួយជ្រុញហើយនឹងមួយមុខទៀតខ្ញុំដាក់ខ្ចប់ជាមួយផ្សិតបងប្អូនឥឡូវប្រហុករបស់យើងឆ្អិនហើយខ្ញុំទុកវាមួយឡែកសិនហើយខ្ញុំនឹងដាក់អាំងផ្សិតជាមួយប្រហុកកសាំងហ្នឹងបន្តទៀតដែរបងប្អូនអាប្រហុកកសាំងដែលខ្ញុំម្លែកទុកការពីខ្ញុំច្រាំបងប្អូនហើយខ្ញុំថែមអំបិលរ៉ូឌី1ស្លាបព្រាកាហ្វេហើយនឹងស្ករ1ស្លាបព្រាកាហ្វេផងដែរបងប្អូនហើយទៅលើសាច់ជ្រូកខ្ញុំដាក់វា2ខាំបងប្អូនដាក់វា2ខាំហើយនឹងផ្សិតប្រហែលជា2ខាំដែរបងប្អូនខ្ញុំទិញមកខ្ញុំម្លែកទុកស្លខ្លះហើយនឹងដាក់អាំងខ្លះបងប្អូនហើយខ្ញុំលាយផ្សិតជាមួយសាច់ហ្នឹងឲ្យសព្វចូលគ្នាទៅណាបងប្អូនហើយត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនមានម្រះព្រៅដាក់ម្រះព្រៅកាន់តែឈ្ងុយឆ្ងាញ់បងប្អូនតែដោយសារតែខ្ញុំអត់មានទេខ្ញុំមានស្លឹកខ្ទឹមនៅក្នុងទូខ្ញុំដាក់ស្លឹកខ្ទឹមអញ្ចឹងណានិយាយរួមឆ្ងាញ់ដូចគ្នាអញ្ចឹងបងប្អូនគ្រាន់ថាខ្នួចរបស់វាត្រូវគឺយើងប្រើស្លឹកម្រះព្រៅបងប្អូនហើយមួយទៀតបើសិនជាបងប្អូនខ្ចប់នឹងกระดาษអាលុយមីញ៉ូមវាអត់ក្រៀមបានឆ្ងាញ់ទេបើសិនជាបងប្អូនមានស្លឹកចេកស្លឹកឈូកអីខ្ចប់នឹងស្លឹកចេកឬក៏ស្លឹកឈូកទៅបើដាក់ក្នុងกระดาษអាលុយមីញ៉ូមវាអត់ក្រៀមដូចយើងខ្ចប់នឹងស្លឹកចេកនិងស្លឹកឈូកទេដោយសារតែกระดาษអាលុយមីញ៉ូមពេលយើងដុតទៅវាទន់តែវាឆ្ងាញ់ដូចគ្នាអញ្ចឹងបងប្អូនគ្រាន់ថាបើសិនជាយើងដាក់ជាមួយស្លឹកចេកឬក៏ស្លឹកឈូកវាធ្វើឲ្យសាច់ខាងក្នុងនោះស្រួយក្រៀមឆ្ងាញ់បងប្អូនវាធ្វើឲ្យសាច់ខាងក្នុងនឹងក្រៀមហើយខ្ញុំដាក់អាំងក្នុងភ្លើងតិចប្រហែលជា30នាទីបងប្អូនឆ្អិនហើយបើសិនជាបងប្អូនហូបជាមួយបន្លែស្រស់ទៀតកាន់តែមានរសជាតិឆ្ងាញ់ចា៎បងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត